បន្ទាន់ខ្មែរនាំគ្នាសាទរធ្វើការប្តឹងនិងបញ្ចុះបញ្ចូលទៅ UN រហូតបានលទ្ធផលអង្គការសហប្រជាជាតិ UN ជំរុញឲ្យមានបទឈប់បាញ់ដើម្បីការពារប្រជាពលរដ្ឋឯកឧត្តមកែវរ៉ាមីប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហោះសារដោយអារម្មណ៍រីករាយថានៅទីបំផុតការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានទទួលយកបញ្ហានេះនឹងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការគណៈសារព័ត៌មានកម្ពុជារាយការណ៍ថា UN កំពុងជំរុញឲ្យតកចរចាជាបន្ទាន់ដោយសារតែប្រជាពលរដ្ឋជិតកន្លះលាននាក់ត្រូវបានបង្ខំឲ្យភ្ញាក់ខ្លួនដោយសារចំនួនតាមព្រំដែនបានកើតឡើងលោក Jeremy Lawrence អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN បានថ្លែងការណ៍ថាមានការរាយការណ៍មកថានៅតំបន់ជុំវិញភូមិជាច្រើននិងទីតាំងវប្បធម៌កំពុងត្រូវការវាយប្រហារដោយយន្តហោះចម្បាំងដ្រូននិងកាំភ្លើងធំស្ថិតក្រោមការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរក្រមច្បាប់សង្គ្រាមបង្ហាញយ៉ាងច្បាស់ថាការការពារប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់បំផុតភាគីទាំងពីរត្រូវតែបញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ហើយត្រូវត្រឡប់ទៅកាន់កិច្ចព្រមព្រៀងនិងកិច្ចការចរចាមិនដឹងថារដ្ឋាភិបាលថៃបានត្រៀមវិធីដោះស្រាយចំពោះបញ្ហានេះរួចហើយឬនៅ